តើគួរឈប់រៀនឬក៏រៀនបន្តប្រសិនបើគ្រួសាររបស់ខ្ញុំក្រីក្រត្រូវចាំថាភាពក្រីក្រមិនមែនជាឧបសគ្គនៅក្នុងការសិក្សានោះទេជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរបងផៃស្រីលៀបនឹងធ្វើការបកស្រាយអំពីប្រធានបទមួយដែលលើកនិយាយថាប្រសិនបើយើងក្រគ្រួសាររបស់យើងខ្វះខាតតើយើងនេះជាសម័យខ្លួនផ្ទាល់នេះគួរឈប់រៀនឬក៏គួរតែរៀនបន្តអញ្ចឹងថ្ងៃនេះយើងនឹងធ្វើការបកស្រាយអំពីប្រធានបទនេះប្រសិនបើគ្រួសាររបស់យើងមានភាពក្រីក្រពួកគាត់ខ្វះខាតយើងសម័យខ្លួនយើងផ្ទាល់នេះគឺត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយកចំណេះដឹងទៅអភិវឌ្ឍគ្រួសាររបស់យើងទៅផ្គត់ផ្គង់គ្រួសារនៅពេលដែលយើងមានចំណេះដឹងយើងធ្វើការងារបានប្រាក់ខែយើងជួយគ្រួសាររបស់យើងបានហើយត្រូវចាំថាភាពក្រីក្រមិនមែនជាឧបសគ្គនៅក្នុងការសិក្សានោះទេសំណួរលើកឡើងថាចុះបើយើងក្រីក្រយើងខ្វះខាតគ្រួសាររបស់យើងខ្វះខាតតើយើងមានលុយឯណានៅក្នុងការបង់ថ្លៃសាលាបង់ថ្លៃការរៀនសូត្រត្រង់ចំណុចនេះខ្ញុំយល់ប៉ុន្តែប្អូនត្រូវចាំថាមកត្រឹមចប់បាក់ឌុបចប់ទី12ប្អូនសុំគ្រូប្អូនរៀនគាត់មិនចិត្តកំណាញ់នោះទេសំខាន់អត់តែប្អូនសុំប្អូននិយាយគាត់និយាយប្រាប់គាត់និយាយប្រាប់ហេតុផលថាគ្រួសាររបស់ខ្ញុំខ្វះខាតឪពុកម្ដាយខ្ញុំខ្វះខាតប៉ុន្តែខ្ញុំចង់រៀនបន្តខ្ញុំចង់មានអនាគតល្អចង់មានការងារធ្វើអញ្ចឹងប្អូនសុំគ្រូប្អូនហាមាត់សុំគាត់ប្អូនដើរលើពាក្យចាស់មួយឃ្លាគាត់និយាយថាថោកអីនឹងដៃថ្លៃអីនឹងមាត់អញ្ចឹងប្រសិនបើប្អូនហ៊ានសុំគាត់រៀនគាត់នឹងអនុញ្ញាតឲ្យប្អូនរៀនបងបញ្ជាក់បើសិនប្អូនរៀនបកែទៀតជួនកាលគាត់អាចនឹងមិនយកលុយផងជាពិសេសគ្រូតាមជនបទពួកគាត់មានទឹកចិត្តខ្លាំងមែនតើនៅពេលដែលឃើញសិស្សអត់គាត់មានតែចង់ជំរុញឲ្យសិស្សរៀនលើកទឹកចិត្តសិស្សឲ្យរៀនបើទោះបីជាពួកយើងអត់មានថវិកាសម្រាប់ឲ្យគាត់ក៏គាត់អត់គិតចំពោះថវិកានឹងដែរគឺគាត់ផ្ដល់យើងហៅថាឲ្យរៀន free អត់យកលុយពីយើងទេសំខាន់សម័យខ្លួនយើងនេះចង់រៀនបដិញ្ញាចិត្តថាចង់រៀនសូមគាត់រៀននៅពេលដែលយើងសុំគាត់រៀនគាត់អត់កំណាញ់តែម្ដងគឺគាត់លើកទឹកចិត្តយើងជំរុញយើងឲ្យយើងរៀនពីព្រោះថាបាក់ឌុបនេះយើងគឺសំខាន់ខ្លាំងមែនតើយើងរៀនចប់ទី12នេះយើងមានសញ្ញាបត្របាក់ឌុបយើងទៅកន្លែងណាក៏គេទទួលស្គាល់ដែរនិយាយទៅបងសុំបើទោះបីជាគ្រួសារខ្វះខាតគ្រួសារអត់មានថវិកាសម្រាប់ឲ្យប្អូនរៀនក៏ដោយប្អូនត្រូវតែរកវិធីគ្រប់វិធីទាំងអស់ដើម្បីបានរៀនព្រោះប្អូនដឹងឯងនៅពេលដែលយើងអត់មានចំណេះដឹងគេមើងងាយយើងណាស់ហើយបើយើងក្រក៏ពិតមែនប៉ុន្តែយើងមានចំណេះមានវិជ្ជានេះទៅកន្លែងណាក៏គេស្វាគមន៍យើងដែរអញ្ចឹងជាចុងក្រោយបងសូមឲ្យប្អូនត្រូវតែតាំងចិត្តបដិញ្ញាថារៀនឲ្យចប់ត្រឹមទី12បើទោះបីជាគ្រួសារខ្វះខាតក៏ដោយពាក្យដែលបងនិយាយនេះភាពក្រីក្រមិនមែនជាឧបសគ្គនៅក្នុងការសិក្សាយើងមានវិធីជាច្រើនដើម្បីបានឲ្យរៀនចប់អញ្ចឹងសូមកុំបោះបង់ការសិក្សាត្រឹមអត់ទាន់ដល់ចប់ទី12យើងត្រូវតែរៀនឲ្យចប់ហើយត្រូវតែរកវិធីផ្សេងដែលអាចធ្វើឲ្យយើងរៀនបានដល់ចប់អញ្ចឹងជាចុងក្រោយបងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលស្ដាប់វីដេអូនេះរហូតដល់ចប់ហើយសូមចាំថាបដិញ្ញាចិត្តរៀនឲ្យចប់ត្រឹមទី12សូម